ព្រឹកថ្ងៃទី30 ខែមីនាឆ្នាំ2026នៅសាលាខេត្តកណ្ដាលឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាគ្រួសារវីរៈកងទ័ពកម្ពុជាដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់សៀមចំនួន1គ្រួសារដែលកំពុងមានជីវភាពខ្វះខាតនិងមានកូន4នាក់ក្នុងបន្ទុកដោយមិនមានអ្នកជួយមើលថែហើយលោកផ្ទាល់កំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់សៀមនៅតាមបណ្ដោយព្រំដែនមានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរៈកងទ័ពនិងសាច់ញាតិវីរៈកងទ័ពឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបាននាំមកនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជារួមទាំងសម្ដេចមហាវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតជូនដល់បងប្អូនជាសាច់ញាតិរបស់វីរៈកងទ័ពឯកឧត្តមអភិបាលខេត្តកណ្ដាលបានលើកឡើងថាប្រមុខថ្នាក់ដឹកនាំយើងគឺតែងតែនៅគៀកកិតនិងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានត្រូវយកចិត្តទុកដាក់តាមដានពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជាសុខទុក្ខប្រជាពលរដ្ឋមិនឲ្យពួកគាត់នៅកណ្ដោចកណ្ដែងនិងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយជាមួយគ្នានេះដែរឯកឧត្តមគួចចម្រើនបានផ្ដាំផ្ញើដល់អង្គការហូលីស្ថិតនៅឃុំបឹងខ្យាងស្រុកកណ្ដាលស្ទឹងឲ្យជួយយកក្មេងទាំង4ដែលជាកូនរបស់វីរៈកងទ័ពទៅមើលថែនិងឲ្យរៀនសូត្រជំនួសលោកឪពុកវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សៀមនៅតាមបន្ទាត់ព្រំដែនក្នុងឱកាសនោះដែរឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលបានឧបត្ថម្ភអង្គការហូលីនៅថវិកា5លានរៀលអង្ករ2តោនមី20កេសត្រីខ20យួរទឹកសុទ្ធ100កេសសម្រាប់គ្រួសារកងទ័ពថវិកា3លានរៀលនិងកូនរបស់វីរៈកងទ័ពទាំង4នាក់ទទួលបានកតាបនិងឈុតសម្ភារៈសិក្សាប៊ិចសៀវភៅព្រមទាំងសម្លៀកបំពាក់មួយចំនួនផងដែរ